វេលាម៉ោង3ព្រឹកផ្ទះស្ងាត់ជាងមុំហើយស្របពេលដែលមនុស្សគ្រប់គ្នាកំពុងតែសម្រាកលង់លក់ស្រួលយើងបែរជាគិតដល់រឿងអតីតកាលដែលធ្វើយើងមិនអាចសម្រាកលង់លក់សោះក៏ប៉ុន្តែទម្លាប់ដូចគ្នានេះបានកើតឡើងលើបុព្វបុរសអស់រយៈកាលជាង30,000ឆ្នាំរួចមកហើយលោកមិនដែលខ្លាចនឹងទម្លាប់នេះកើតឡើងទេផ្ទុយទៅវិញលោកតែងតែធ្វើអ្វីមួយនៅចន្លោះម៉ោង3ព្រឹកនោះអញ្ចឹងយើងត្រឡប់ទៅក្រោយវិញមុនពេលដែលមានអំពូលមានចង្កៀងនិងមុនពេលមានទៀននៅពេលថ្ងៃលិចហើយគ្មានភ្លើងបំភ្លឺសោះបុព្វបុរសយើងគឺងាយរងគ្រោះខ្លាចជាចំណីសម្រាប់សត្វដែលមានសមត្ថភាពប្រមាញ់នៅពេលយប់ដូចជាខ្លាចចកនិងសត្វសាហាវផ្សេងទៀតបន្ទាប់មកចាប់ផ្ដើមមានការប្រើប្រាស់ភ្លើងដែលភ្លើងនឹងហើយបង្កើតបានជារង្វង់សុវត្ថិភាពដែលសត្វសាហាវមិនហ៊ានចូលលើសពីនេះមនុស្សចាប់ផ្ដើមមានពេលវេលាបន្ថែម2ទៅ4ម៉ោងទៀតនៅពេលយប់គឺខុសពីពេលមុនដែលយប់ព្រលប់មនុស្សត្រូវសង្ងំស្ងៀមជៀសវាងសត្វព្រៃប្រមាញ់បានអ្នកសិក្សាអំពីមនុស្សសាស្ត្រ Holly Wisner បានសិក្សាអំពីជនជាតិ Yuhonsky Bushman នៃ Kalahari ឬហៅថាខុងដែលជាក្រុមមួយក្នុងចំណោមក្រុមចុងក្រោយនៅលើផែនដីដែលមានរបៀបរបបរស់នៅស្ទើរដូចនឹងដំបូងនៃមនុស្សជាតិបានរកឃើញថាក្នុងពេលថ្ងៃការសន្ទនា 80% ជាការសន្ទនាអំពីរឿងជាក់ស្ដែងដូចជាការបរបាញ់ការគ្រប់គ្រងការត្អូញត្អែផ្សេងៗប៉ុន្តែនៅពេលយប់រូបភាពអង្គុយជុំវិញភ្លើងនោះបានប្រែក្លាយជា 81%នៃការសន្ទនាអំពីរឿងនិទានរឿងព្រេងរឿងកំប្លែងនិងរឿងរ៉ាវផ្សេងៗអំពីទីកន្លែងប្លែកៗជាដើមភ្លើងមិនមែនជាអ្វីតែមួយគត់ដែលធ្វើឲ្យយប់របស់បុព្វបុរសនិងយើងខុសគ្នាទេមានរបបកំហើញមួយទៀតក្នុងរយៈពេល30ឆ្នាំចុងក្រោយនេះគឺការពិតទៅបុព្វបុរសយើងមិនមែនគេងគ្រប់8ម៉ោងបន្តគ្នាតែម្ដងទេបើតាមអ្នកប្រវត្តិសាស្ត្រ Roger Akroyd ដែលបានចំណាយពេលប្រមាណជា16ឆ្នាំក្នុងការជីកកកាយកំណត់ត្រាប្រវត្តិសាស្ត្រឯកសារសាសនាតុលាការកំណត់ហេតុប្រចាំថ្ងៃនិងសម្បីតែសភៅ Odyssey របស់ Homer ក៏បានរកឃើញនៅលំនាំដដែលៗថាមនុស្សចូលគេងឆាប់បន្តិចក្រោយថ្ងៃលិចគឺគេងប្រហែល4ម៉ោងរួចភ្ញាក់1ទៅ2ម៉ោងនៅពាក់កណ្ដាលយប់បន្ទាប់មកគេងម្ដងទៀតរយៈពេល4ម៉ោងបន្ថែមរហូតដល់ព្រឹកតែម្ដងហើយនេះមិនមែនជាជំងឺគេងមិនលក់ទេវាត្រូវបានហៅថាជាដំណេកទី1និងដំណេកទី2ឬ first sleep និង second sleep ហើយចន្លោះពេលទាំងពីរនោះត្រូវបានគេហៅថា the watch ដែលជាពេលវេលាមនុស្សប្រើដើម្បីគិតស្មឹងស្មាតសរសេរនិងឆ្លុះបញ្ចាំងអំពីខ្លួនឯងដោយស្ងប់ស្ងាត់បំផុតក្នុងឆ្នាំ1992គ្រូពេទ្យផ្លូវចិត្តជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះថា Thomas Weir បានធ្វើការពិសោធន៍មួយគាត់បានឲ្យក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមរស់នៅដោយគ្មានអំពូលភ្លើងរយៈពេលពេញមួយខែក្នុងរយៈពេលតែប្រមាណសប្តាហ៍ប៉ុណ្ណោះអ្នកចូលរួមគ្រប់រូបបានធ្លាក់ចូលទៅក្នុងទម្លាប់ដូចគ្នាគឺគេងរយៈពេល4ម៉ោងបន្ទាប់មកភ្ញាក់ដោយស្ងប់ស្ងាត់មួយរយៈខ្លីរួចបន្តគេងដោយ4ម៉ោងបន្តទៀតដូចនេះពេលវេលាដែលយើងហៅថា the watch ដែលនៅចន្លោះដំណេកទី1និងទី2នៅតែមាននៅក្នុងជីវសាស្ត្ររបស់មនុស្សប៉ុន្តែរបៀបដែលយើងប្រើប្រាស់ពេលវេលានៅចន្លោះពេល the watch នោះគឺបានផ្លាស់ប្ដូរទាំងស្រុងក្នុងពេលដ៏ស្ងប់ស្ងាត់នោះអ្វីមួយដែលហៅថា spotlight effect ចាប់ផ្ដើមធ្វើការគឺយើងមើលឃើញអ្នកដទៃកំពុងចាក់អារម្មណ៍មកលើកំហុសនិងភាពឆ្គាំឆ្គងរបស់យើងនាពេលកន្លងមកទាំងដែលអ្នកផ្សេងប្រហែលមិនបានគិតដូច្នោះផងអញ្ចឹងលើក្រោយបើអ្នកទាំងអស់គ្នាភ្ញាក់ម៉ោង3ព្រឹកទៀតចូលកុំភ្លេចនឹកឃើញដល់វីដេអូមួយនេះ